បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទបាទក៏មកកាន់ Channel YouTube សុភី Official បាទគឺថ្ងៃនេះគឺមានរឿងរ៉ាវដ៏រន្ធត់មួយកើតឡើងលើបងភ័ក្រហើយនឹងមិត្តភក្តិគាត់2នាក់ទៀតគឺរឿងរ៉ាវហ្នឹងគឺគាត់ជាមិត្តភក្តិជិតស្និទ្ធនៅវិទ្យាល័យមួយកន្លែងចឹងបងប្អូននៅពេលដែលរយៈពេល4-5 ឆ្នាំក្រោយមកគាត់បានទៅរៀននៅមុំពេញបន្តការសិក្សាអញ្ចឹងណាចឹងទៅថ្ងៃមួយថ្ងៃដែលគាត់អត់ជាងវ៉ាកងអញ្ចឹងវ៉ាកងរយៈពេលខ្លីអញ្ចឹងទៅបងភ័ក្រក៏បានបបួលបងតុលានិងបងមករាទៅបោះតង់នៅក្នុងព្រៃមួយកន្លែងអញ្ចឹងទៅគឺរឿងហ្នឹងគឺមានចំណងជើងថាចូលព្រៃហាមមាត់អូខេសាច់រឿងហ្នឹងគឺបានមកពីបងមករាដែលគាត់បានប្រាប់ពីដំណើររឿងដូចតទៅថ្ងៃមួយបងភ័ក្រមករានិងតុលាគាត់បានដើរទៅគេនៅក្នុងព្រៃបំណងបោះតង់មួយកន្លែងគឺពេលនោះគឺបងភ័ក្រគាត់ជាអ្នកស្គាល់កន្លែងក្នុងព្រៃហ្នឹងអញ្ចឹងចឹងទៅបងភ័ក្រជាអ្នកណែនាំចូលព្រៃដើម្បីបោះតង់មើលទេសភាពហើយនឹងទឹកធ្លាក់មួយកន្លែងនៅខេត្តមួយខ្ញុំអត់បានជាប្រាប់ខេត្តទេបងប្អូនមកចឹងទៅបងភ័ក្រគាត់មកចឹងទៅបងភ័ក្របាននាំមិត្តភក្តិគាត់2នាក់ទៀតដើរចូលព្រៃគាត់ដើរទៅស្រាប់តែទៅដល់ព្រៃមួយកន្លែងគឺលក្ខណៈគេកាប់ស្កាដើម្បីធ្វើស្រែចម្ការចឹងតែនេះគាត់ថាអត់មានអីទៅដោយសារកាប់ស្កាចឹងវាអត់មានទេភាពឬក៏ក្រែបោះតង់អីចឹងទេចឹងទៅគាត់សម្រេចចិត្តបន្តការដើរចូលព្រៃកាន់តែជ្រៅទៅចឹងទៅបងឯខ្លះគាត់ថាហើយចូលព្រៃជ្រៅមែនអញភ័យដល់កនេះហើយហត់ដែរហ្នឹងចឹងទៅបងប្រាប់ថាអើយដោយសារអីនៅហ្នឹងគេកាប់ឆ្ការព្រៃអស់ហើយចឹងវាអត់មានកន្លែងមានអីទេចឹងទៅបងប្រាប់ក៏ចេះតែបន្តដំណើរទៅមុខទៀតចឹងទៅហើយមករាហើយនឹងតបឡាក៏អត់មានគិតគូរអីច្រើនទេគាត់តាមដោយសារបងប្រាប់ជាអ្នកដែលស្គាល់តំបន់ក្នុងគូសំណាអញ្ចឹងចឹងក៏ចេះធ្វើដំណើរទៅព្រៃកាន់តែជ្រៅទៅអញ្ចឹងហើយអាចចូលកាន់តែយូរទៅជ្រៅទៅក៏មានគេដាំសើធំជាច្រើនតែជាក់ស្ដែងដាំសើមួយកន្លែងដែលគួរឲ្យរន្ធត់ខ្លាចនោះគឺដាំសើហ្នឹងគឺមានខ្សែលក្ខណៈដូចមនុស្សចង់កចឹងបងប្អូនគឺបញ្ចូលនៅមេឃសើមួយកន្លែងហើយក៏នៅហ្នឹងក៏មានខេនសំណែងមួយចំនួនដែរពេលនោះមករានិងតុលាកាន់តែមានអារម្មណ៍ថាកាន់តែរន្ធត់ឬក្បាលហើយមានខ្យល់បក់មកឡើងរហ័យធ្វើឲ្យមករានិងតុលាទឹកចិត្តឯចុងជើងចំណែកឯបងភ័ក្រវិញគាត់ធ្វើជាធម្មតាគាត់ក៏ដើរទៅដល់កន្លែងហ្នឹងពេលគាត់សើមួយសន្ទុះសម្លឹងមើលដាំសើហ្នឹងមិនដឹងថាមើលអីចឹងទៅបងតុលាគាត់បានកេះស្មាបងភ័ក្រថាហើយបងធ្វើអីគេមើលគេហ្នឹងហើយបងភ័ក្រថានោះអញឃើញមនុស្សម្នាក់នៅដៃគេកំពុងតែឃើញស្មាគេដៃគេណាមនុស្សអង្គុយអញ្ចឹងតែយើងមិនឃើញស្មាហើយបងភ័ក្រអញ្ចឹងចឹងទៅធ្វើឲ្យបងមករានឹងតុលាកាន់តែព្រឹកក្បាលគប់សំនឹងខ្យល់ធម្មជាតិផងនោះព្រឹកក្បាលមិនទៀតដែរអញ្ចឹងទៅហើយបងមករាហើយបងតុលាក៏ថា
មានខេនណាអត់មានខេនអីហ្នឹងហើយប្រើថ្មីទេអីនោះមនុស្សនោះហើយបងแค่គាត់តាចូលកាន់តែគៀកទៅក៏តែកណាជន់របស់អីមួយដែលគាត់ជាសំណែងគេពងគេសែងមានជូគូសំណែងចឹងតែមានដង្កើមានអីចឹងទៅតែកណាដោតមានសើស្កាងមន់ចឹងមន់ស្កាងមន់អីចឹងតែកណាមានដង្កើគួរឲ្យខ្លាចចឹងទៅក៏អង្គភ័ក្រហ្នឹងគាត់ជេរចឹងធ្វើអង្គភ័ក្រជេរប្រមាថថាណាគេខ្សែងអីកន្លែងហ្នឹងប្រឡាក់ដឹកជើងប្រអីកើគួរឲ្យខ្វក់មិនក្រេតមែនតើមកអង្គភ័ក្រជេរលោកជេរពេកអសរោះអីចឹងទៅនៅពេលដែលបងតបឡានឹងមករាដាទៅគេហើយឯកមុតអត់គំរប់ពេកជេខុសរឿងជេកុំអីហើយពេលដែលគាត់មើលអាតាមធ្វើកាយមនុស្សហ្នឹងអត់មានអីហងចឹងទៅក៏គាត់ថាគាត់បីហ្នឹងក៏តាទៅមុខទៅចឹងពីដើមឈើធំមួយហ្នឹងទៅហើយបងផាំងនៅតែជេរនៅតែរអ៊ូលងើចឹងថាបងដាក់អីមន់ឆ្ងាយខ្សែជំងឺអីចឹងដល់ជាខ្វះកន្លែងខ្សែចឹងទៅក៏ខំមូមកដែរបងផាំងហើយគាត់នេះក៏គាត់បីហ្នឹងក៏គាត់ដើរទៅកាន់តែទៅមុខចឹងទៀតចឹងដើរទៅមុខទៅហើយសតតែលើសូទឹកធ្លាក់ចឹងហូរទឹកអីចឹងទៅក៏គាត់ស្វាយចិត្តហើយទឹកចឹងទៅគាត់រំសាយអ្វីដែលគាត់កាត់ជន់ចំណែងគេហ្នឹងចឹងក៏គាត់បានទៅដល់កន្លែងទឹកធ្លាក់ហ្នឹងទៅក៏គាត់រៀបចំអីវ៉ាន់បោះតង់ហើយងូតទឹកសម្អាតខ្លួនសម្អាតអីបិជើងអីចឹងទៅនៅពេលដែលគាត់រៀបចំងូតទឹកអីហើយក៏គាត់បានបង្កាត់ភ្លើងកាត់តាទៅដល់ម៉ោង4ម៉ោង5ដែរបងប្អូនហើយក៏បានបង្កាត់ភ្លើងរៀបចំហូបអាហារចឹងទៅពេលដែលគាត់ហូបអាហារហូបអីហើយក៏អង្គុយនិយាយគ្នាលេងធម្មតាចឹងទៅតែនៅពេលដែលម៉ោងប្រហែល11គឺគាត់បានគេងបងតឡានឹងមករាគាត់គេងជាមួយគ្នាតង់1 2នាក់ចឹងហើយបងភ័ក្រគេងតែឯងចឹងទៅពេលគាត់គេងស្រាប់តែឬសូស្កាយរូហើយអ្វីបាននៅក្នុងព្រៃមានស្កាយរូមានអីចឹងគាត់ឆ្ងល់មករាហើយតឡានឹង2នាក់ហ្នឹងបងគាត់ឆ្ងល់រូអត់នេះហើយណារូកំពងប្រៃហើយខ្យល់បក់តង់គឺអីចឹងទៅហើយបងភ័ក្រគាត់គេធម្មតាចឹងទៅតែនេះក៏គាត់អត់ខ្វល់ខ្វាយគាត់ចំងំគេចឹងទៅពេលដែលគាត់គេគាត់បងមករាគាត់សួរសពថាគេបងភ័ក្រហ្នឹងគាត់មានគេហៅគាត់ទៅណាទៅជាចំណាយតែគាត់ដាក់ជន់កាលពីថ្ងៃមុននោះแล้วគាត់ដាក់ណាភ័ក្រឯធ្វើអីគេអង្គុយធ្វើអីហ្នឹងហើយភ័ក្រផ្លែមកអានពងស៊ីនេះហ្នឹងស៊ីមន់អាស៊ីអត់ហើយបងមកក្រៅថាអត់ទេស៊ីអីចំណាយខ្សែឲ្យខ្មោចអាស៊ីទៅអីហើយចឹងទៅបងមកក្រៅគាត់ងាកទៅមើលកន្លែងដើមឈើហ្នឹងដើមឈើធំដើមឈើដែលគេចង់កហ្នឹងងាកមើលទៅស្រាប់តែមានឃើញអ៊ំស្រីចំណុះម្នាក់មកវិញរ៉េះររួយមានសៀមមានអីសក់កញ្ញានគួរខ្លាំងហើយនេះទៅក៏ប
បងមេក្រាក៏គាត់បានដឹងខ្លួនទូងើបហើយប្រាប់បងតរាថាជុំមិនសួរសពខេននេះគេប្រាំងវាទៅជាចំណាយកន្លែងដើមឈើធំមួយចឹងណាចឹងធ្វើបងតរាហើយបងមេក្រានិយាយគ្នាចឹងទៅគេបាក់ក្មេងជ័យគ្នារៀនចឹងប្រាប់ហេតុការណ៍ចឹងទៅហើយមកសតុក្រោយមកស្រាប់តែឬសោបងភ័ក្រឆែកតែដាក់រត់អ៊ូកឬក៏ជាហូបអីអ៊ូចឹងឬក៏ពងរៀបថ្នាំពោលអីចឹងបាយពោះមាត់ចឹងចឹងទៅពីអ្នកហ្នឹងក៏បងមេក្រាយតឡាក៏ងើបស្ទុះទៅគាត់ទៅហៅបងភ័ក្រហ្នឹងជួយមើលបងភ័ក្រហ្នឹងមានហេតុការណ៍អីចឹងទៅដល់គេបងភ័ក្របងអត់ទេកាត់បាយពោះមាត់នេះមកដល់កណ្ដាលពោះថ្នាំយ៉ាងបងហើយនេះទៅក៏គាត់នៅកណ្ដាលគាត់ធ្វើគោះធំនៅកណ្ដាលហែកមាត់ឬក៏ចើសើមួយមកញុកមាត់កុំអោយបងភ័ក្រហ្នឹងគាត់ខំតាតចឹងទៅក៏គាត់ជួយសកលបឋមជួយអីចឹងទៅក៏បានមកស្ទុះមកក៏បងភ័ក្រគាត់ដឹងខ្លួនវិញទៅក៏អត់អីចឹងទៅផឹកឡើងគឺធម្មតាគាត់អស់កម្លាំងអស់អីចឹងទៅហើយក៏គាត់ហូបអីបីបើកម្លាំងវិញចឹងនៅពេលនេះចឹងទៅហើយក៏គាត់ទៅងូតទឹកអីក្រែងទឹកធ្លាក់ហ្នឹងចឹងពេលដែលគាត់ងូតទឹកអីហើយចឹងចូលមកដល់ថ្ងៃទី2ជប់ឡើងទៀតជប់ឡើងបងភ័ក្រគាត់ចូលសំដល់ក៏ជួយសពថាគេមនុស្សស្រីស្អាតម្នាក់ហើយគាត់ឲ្យទៅដាំឈើធំណាស់ដល់ខែទៅណាតែហៅមកទៅបងភ័ក្រក៏ទៅតាមទៅក៏ស្រីស្អាតម្នាក់ក៏បំណងទៅដាំឈើធំហ្នឹងឯងចឹងបងភ័ក្រក៏ទៅតាមតាហើយស្រីស្អាតហ្នឹងថាអ្នកញ៉ាំអីហូបមាត់ហូបអីបងភ័ក្រហ្នឹងគាត់ក្នុងចិត្តគាត់អារម្មណ៍គាត់ថាអត់ហូបទេតែគាត់ទូបងហូបគួរអីទៅណាស់ឆ្ងាញ់ស្រេចគ្រានចឹងតាបបចឹងនៅពេលចឹងហើយស្រាប់តែគាត់ហូបស្រាប់តែបងភ័ក្រហ្នឹងគាត់មើលទៅស្រីស្អាតហ្នឹងបែរទៅជាស្រីចំណាស់ម្នាក់ដែលមានមុខមាត់រេះរលួយមានសៀមមានសក់កញ្ញាន់គួរឲ្យខ្លាចចឹងហើយគាត់ក៏ណែបងគាត់ស្រែកជួយផងហើយបងមេក្រាហើយតរាពីនេះក៏ងើបស្ទុះទៅក្រែងនេះចឹងទៅក្រែងបងភ័ក្រទៅតាមបងភ័ក្រហ្នឹងទៅហើយក៏បងភ័ក្រក៏អត់បានប្រាប់ពីដំណើរហេតុការណ៍ដែរតើតាស្អែកផឹករាមបានពួកគាត់បាននិយាយគ្នាបានអីចឹងតែនេះក៏គាត់គេងតង់មួយ3នាក់ទៅគេជាមួយគ្នា3នាក់ហ្នឹងទៅតើតារូផឹករាមបានគាត់និយាយហេតុការណ៍ដែរបានកាត់អានហ្នឹងបងភ័ក្រគាត់ថាគាត់ជួយសពខេនតើអ្វីដែលខ្ញុំនិយាយខាងលើហ្នឹងចឹងគាត់ទៅហូបទៅនៅចំណាយនៅតាមឈើធំមួយហ្នឹងទៅចឹងទៅធ្វើឲ្យបងមេក្រាហើយតរាកាន់តែព្រឹកក្បាលតែបងតរាគឺអ្នកគាត់អត់មើលខេតអីអត់អីចឹងគេអ្នកបងមេក្រាហើយបងតរាទេបងភ័ក្រច្បាស់ជាងគេមកបងមេក្រាវិញគូសំចឹងតែ50ហ្នឹងចឹងទៅការជាងចូលព្រៃចូលកន្លែងវត្ថុស័ក្តិសិទ្ធិឬក៏កន្លែងណាមួយយើងកុំមកចង់ឡាយឬក៏មកឲ្យគម្របពេកចឹងទៅក៏គាត់ដល់ថ្ងៃទី3គឺគាត់គេងតង់មួយម្នាក់បងមេក្រាហើយបងតរាគាត់គេង2នាក់ចឹងទៅបងតែគាត់គេងតែឯងដល់ថ្ងៃទី1ចឹងណា
គេងចឹងទៅហើយណាគេងលក្ខណៈអីទៅលក្ខណៈដុតតាលក្ខណៈដុតនេះចឹងអត់មានមនុស្សតាជុំវិញតង់ចឹងទៅហើយសំណប់ជើង 3-4 នាក់តាចឹងហើយបងភ័យបងតែគាត់ថាគាត់នៅតែឯងតែមានតែមេក្រាយតរាហ្នឹងឯតាហើយបងមេក្រាយបងតរាវិញគាត់ជិះគ្នាជុំសំណប់ជើងដល់ 3-4 នាក់គ្នាយើងមានតែ 3 នាក់ទេយើងគេ2នាក់ចឹងណាគេនៅខាងក្រៅហ្នឹងតែលក្ខណៈគេសមដល់មនុស្សស្រីមនុស្សអីចឹងគាត់មើលតាមគាត់មិនឃើញសមមនុស្សអីចឹងទៅហើយឬសូសម្រាប់ស្កាយអីចឹងទៅដល់ពេលចឹងទៅគាត់សួរគ្នាដល់ពេលចឹងទៅគាត់ងើបឡើងទៅគេងតំមួយ3នាក់ចឹងទៅគាត់បានសួរនិយាយគ្នារឿងហេតុការណ៍មានឬសូអីអត់ពេលដែលគាត់គេង3នាក់ហ្នឹងចូលតង់គេង3នាក់ហ្នឹងចឹងគេងចឹងទៅចាប់តែឬសម្រាប់ជើងទៀតសម្រាប់ជើងដល់ 3-4 នាក់ទៀតហើយឬសូសម្រាប់ស្កាយអីចឹងដល់ពេលចឹងទៅបងភ័ក្រហើយបងមេក្រាហ្នឹងគាត់ឬសូប៉ុន្តែបងតឡាក៏អត់ឬអីចឹងអត់មានឬសូសម្រាប់ចប់ចឹងទឺដែរអីចឹងមានឬសូចឹងទៅបងភ័ក្រហើយនៅបងមេក្រាគាត់អបគ្នាអបបាសកងតែអត់ញ័រអត់ខ្លាចអីចឹងភាសាបងពីរនាក់ហ្នឹងគាត់ខេងចំមមនុស្សស្រីតារកអត់មានកញ្ចក់មានអីវែងចឹងដល់ពេលចឹងទៅបងតាសួរហើយធ្វើអីគេញ័រខ្លួនដល់កូនសត្វទៅទឹកចាហើយបងភ័ក្រអីហើយអត់មើលនោះអីគេណាគេនៅក្រៅតា 3-4 នាក់មានមនុស្សស្រីអីតែបងតរក៏មានខេតអីអត់មានអីផងសូសម្រាប់អីគាត់គឺឬសូតាសម្រាប់ខ្យល់ធ្វើអីចឹងហើយមកសតុក្រោយមកក៏ទៅក៏បងតរគាត់ហូតតង់បាក់មើលចឹងក្រៅចឹងបងប្អូនដឹងឃើញគាត់ឃើញអីចឹងគាត់ឃើញស្រីចំណាស់ម្នាក់កំពុងតែសើមើលមុខគាត់ច្រកគាត់មកធំមុខរដេះលោឲ្យគួយខ្លាំងហើយគាត់បញ្ញាប់ចូលតង់បាត់ហូតវិញហើយគាត់បានជ័យគ្នាអានខេថ្ងៃអានខ្លាដែរអបនាំគ្នាអបគ្នានិយាយគ្នាហ្នឹងទៅហើយខេនេះគេអានខេដល់ហើយខេហ្នឹងហើយចឹងទៅបីអ្នកនឹងញោមខ្លួនបកងសាក់ចឹងទៅបីអ្នកមកជប់នឹងអត់បានគេនៅញោអបគ្នាហ្នឹងទៅប៉ុន្តែផឹកឡើងគឺស្រាប់តែអខេតបងភ័ក្រតែកណាដល់បងភ័ក្រក៏ទៅតាំងពីពេលណាមកយើងអត់បានគេឬក៏យើងអត់ងុយយើងដាក់មកស្រែកចឹងណាចឹងដល់ផឹកឡើងងើបឡើងអត់ខេតបងភ័ក្រសោះតែបងភ័ក្រទៅណាចឹងទៅមកតរាហើយនឹងបងមេក្រាក៏គាត់នាំគ្នាទៅមើលកន្លែងទឹកថ្នាក់នឹងថារកគាត់បងភ័ក្រទៅងូតទឹកមុនឬក៏អីចឹងដល់ពេលទៅក៏អត់ខេតាដល់មក11មក12នៅតែអត់ខេអញ្ចឹងស្រែកផងហៅឈ្មោះផងហៅអីផងដល់រហូតអត់ខេទៀតអត់ខេនោះដល់ម៉ោង4ម៉ោង5ដល់តង់វិញក៏នៅតែអត់ខេអញ្ចឹងពីរអ្នកហ្នឹងក៏គាត់ហូបអីសម្រាប់ចាក់កម្លាំងទៅហើយដល់ម៉ោងហូបអីហើយក៏គាត់នៅតែដល់ម៉ោង7ម៉ោង8អីទៀតចឹងងឹតហើយជប់ហើយនៅក្នុងព្រៃផងក៏គាត់អត់ខេក៏គាត់ត្រឡប់មកតង់វិញដើម្បីគេងតែគេងស្រាប់តែបងមេក្រាគាត់ឬសូសំឡេងបងភ័ក្រ
ហើយឲ្យជួយផងចឹងទៅបងភ័ក្រសាច់ហើយមករាតរាជួយអានផងចឹងទៅបងមករាគាត់ឬសូរសំឡេងហ្នឹងក៏គាត់ហត់ទៅឃើញសមមមនុស្សចឹងគាត់អង្គុយនិយាយគ្នាពីអ្នកហ្នឹងនៅមុខភ្លើងពីអ្នកមករាតរាហ្នឹងនិយាយគ្នាចាប់តែឃើញសមមមនុស្សឆ្លើយទៅជួយចឹងបងមករាក៏អត់គាត់ទៅជួយមានតែបងភ័ក្រហ្នឹងហើយចឹងបងភ័ក្រចឹងទៅបងមករាបញ្ញាប់ហត់ទៅពេលដល់ក្នុងប្រហែលជា10ម៉ែត្រអត់ឃើញមនុស្សអត់ឃើញសមមហើយបាទតរាវិញគេបងមករាហត់ទៅចឹងក៏តាមហត់តាមចាំអត់ផងហើយទៅលឿនមែនចឹងទៅហើយបងភ័ក្រហ្នឹងឬសូសំណេរបងភ័ក្រជួយផងចឹងទៅបងមករាគាត់តាមសំឡេងហ្នឹងតាមហត់តាមហើយនៅណាហើយសំឡេងបងភ័ក្រចេះជួយផងចឹងហើយនេះទៅបងមករាក៏ស្រុបទៅបងភ័ក្រអត់ឃើញចឹងទៅបងតរាថាហើយហត់ទៅណាអានហត់តាមមិនចង់តន់ហើយបងភ័ក្រថាបងមករាថាអានលើភ័ក្រគាត់ហៅអានឲ្យជួយហើយអត់លើអីផងចឹងពេលហ្នឹងចាប់បានញ័រខ្លួនទៀតភ័យខ្លាចទៀតហើយជប់មក9មកដល់ហើយដល់ពេលចឹងទៅក៏គាត់ត្រឡប់ទៅតង់វិញដើម្បីគេពីអ្នកចៅកំឡាំងដើម្បីផឹកស្អែកតាទៅនឹងភ័ក្រទីចឹងតែដល់ថ្ងៃទី5វិញនៅទៅហៅគាត់ឃើញអត់អីទីចឹងទៅគាត់មកដល់ថ្ងៃទី5មកចឹងតាំងពីថ្ងៃទី1ដល់ថ្ងៃទី5នៅទៅហៅអត់ឃើញôngភ័ក្របាត់2ថ្ងៃដល់ពេលបាត់2ថ្ងៃចឹងគាត់អស់ក៏ឡើងអស់អីដល់គាត់ឃើញចឹងក៏គាត់សម្រេចចិត្តថាអូយើងថ្ងៃទី5ទី6យើងរកភ័ក្រអត់ឃើញទេមានតែចឹងទៅខាងក្រៅដើម្បីរកជំនួយពីអ្នកស្រុកភូមិឲ្យគេមកជួយរកនេះទេចឹងទៅក៏គាត់ពីអ្នកហ្នឹងក៏គាត់សម្រេចចិត្តចឹងទៅក្រៅទៅមកតាដងក្រៅហ្នឹងក្រាស់ថ្ងៃដែរហ្នឹងដល់ស្រុកភូមិក៏សួរអ៊ំមានអីនៅក្នុងក៏ពួយក៏គាត់ជួយដែរគាត់ថាអត់មានអីទៅចាប់ផងមកដល់ខាងកន្លែងតាមឈើធំដែរគាត់ចូលមកដបងដែរគេថាតែគាត់ជន់ចំណាយជន់អីហ្នឹងស្រាប់តែគេមកភ័ក្រចង់កនៅដើមឈើហ្នឹងហើយដល់ពេលមកក្រៅហើយតឡាគាត់ដើរមកដើមឈើហ្នឹងក៏អត់ឃើញអត់មានអីចឹងហើយដើមឈើហ្នឹងវាណាចង់កជាងអត់ផុតពីដីប៉ុណ្ណាចឹងទៅបរិយអីខកគេតែគេថាប្រហែលជាឃាតកម្មឃាតអីចឹងតែអ្នកភូមិអ្នកស្រុកនៅទីហ្នឹងគឺគេដឹងថាតាមឈើហ្នឹងគឺមនុស្សចង់ក3-4នាក់ហើយភាសាតែគេថាហើយការតូតតែផែកាត់ឡើងចឹងចឹងដល់ពេលចឹងហើយបរិយក៏គេជប់ការដាក់សង្ស័យថានេះហើយប្រហែលជាខ្មោចរងឬក៏នេះចឹងទៅក៏អ្នកភូមិអ្នកស្រុកសួរហើយការដំណើរហើយការដែរភ័ក្រគាត់មកហ្នឹងឬក៏ក្រុម3នាក់ហ្នឹងគាត់មកទេឬក៏មកធ្វើអីចឹងហើយបងមករាក៏ប្រាប់ហើយការបានថាគាត់មកបោះតង់បោះអីលេងតែកំសាន្តនៅព្រៃចឹងដូចថាអង្គភ័ក្រហ្នឹងគឺគាត់ស្គាល់កន្លែងហ្នឹងអីចឹងតែគាត់ឆ្លងមករៀនជាមួយក្រុមគ្រួសារគាត់ឬក៏មិត្តភក្តិអតីតទៀតចឹងដល់ពេលចឹងទៅហើយនេះទៅបងមករាក៏បានប្រាប់ទៀតថាដោយសារតែការថ្ងៃដំបូងដែលគាត់មកហ្នឹងគឺដោយសារតែភ័ក្រហ្នឹងគឺគាត់ដាក៏គាត់ជន់ចំណាយគេសែងអីចឹងទៅហើយដល់ពេលជន់ចឹងទៅបងភ័ក្រហ្នឹងក៏គាត់ជេរតែពាក្យអសរុបពាក្យអីចឹងទៅដល់ពេលជេរចឹងទៅក៏ជួបហេតុការណ៍
ដោតគាត់ចង់កចង់អីនៅកន្លែងហ្នឹងចឹងទៅហើយចឹងទៅមេក្រាគាត់ថាគាត់រៀងហើយថ្ងៃក្រោយឈប់ចូលព្រៃឈប់អីហត់ទៅបោះតង់បោះអីទៀតចឹងហើយសារឆៃកាំងធ្វើឲ្យគាត់រៀងដល់សប្តាហ៍ថ្ងៃហ្នឹងចឹងទៅគាត់បានផ្ដាំទៀតថាយើងទៅណាទៅណាកុំមាត់អត់រំលងអត់អីចឹងគឺកន្លែងខ្លះគេមានម្ចាស់កាន់ម្ចាស់អីចឹងទៅគេមានអ្នកប្រកាន់អីវត្ថុស័ក្តិសិទ្ធិអីគេចឹងអូខេចឹងគឺវីដេអូបងមេក្រាគឺមានតែប៉ុណ្ណឹងទេចឹងសូមអរគុណសូមជម្រាបលា